អ្នកផលិតមាតិកាដែលនិយាយថាមិនស្គាល់ឈ្មោះគ្រូនិងស្អប់បរិយាកាសការរៀននៅវិទ្យាល័យចេញមកសុំទោសហើយក្រោយមហាជនជាច្រើនបានប្រតិកម្មនឹងការលើកឡើងរបស់យុវជនម្នាក់ដែលជាអ្នកផលិតមាតិកាបង្ហោះនៅលើ Facebook ហើយបាននិយាយមិនឲ្យតម្លៃគ្រូដែលធ្លាប់បង្ហាត់បង្រៀនកាលនៅវិទ្យាល័យនិងនិយាយពីការធុញទ្រាន់ជីវិតកាលនៅរៀនវិទ្យាល័យរួចមកពេលនេះយុវជនឈ្មោះចិនរ៉ាឌីបានចេញវីដេអូសុំទោសលោកគ្រូអ្នកគ្រូនិងមហាជននិងសង្ឃឹមថាលោកគ្រូអ្នកគ្រូនិងមហាជនយោគយល់និងអធិស្ឋានឲ្យខ្លួនផងអ្នកផលិតមាតិការូបនេះបានបញ្ជាក់ថាការដែលខ្លួនចេញវីដេអូមុនហ្នឹងគឺដើម្បីចែករំលែកឲ្យសិស្សថ្នាក់ទី12ដែលជិតដល់ថ្ងៃប្រឡងប្រឹងប្រែងរៀនសូត្រដោយខ្លួនឯងនិងចង់ចែករំលែកសៀវភៅដែលខ្លួនធ្លាប់បានអានប៉ុណ្ណោះជាមួយគ្នានេះយុវជនរ៉ាឌីក៏បានសុំឱកាសពីមហាជនដើម្បីធ្វើការកែប្រែខ្លួនជំរាបសួរពុកម៉ែបងប្អូនលោកគ្រូអ្នកគ្រូសិស្សានុសិស្សទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំចង់ចេញមកទទួលខុសត្រូវនិងមានទំនួលខុសត្រូវទៅលើវីដេអូមុនដែលខ្ញុំបាននិយាយក៏ដូចជាការសូមអភ័យទោសពីសំណាក់មហាជនក៏ដូចជាលោកគ្រូអ្នកគ្រូផងដែរជាដំបូងខ្ញុំចង់បង្ហាញគោលបំណងដែលខ្ញុំផុសវីដេអូមុននឹងថាក្នុងវីដេអូហ្នឹងនៃអីហើយគោលបំណងអីចឹងនៅក្នុងវីដេអូហ្នឹងខ្ញុំមានគោលបំណងតែពីរទេគឺទី1ហ្នឹងគឺចង់ឲ្យបងប្អូនឬក៏សិស្សានុសិស្សដែលគាត់កំពុងប្រឡងចិត្តប្រឡងបាក់10ហ្នឹងគាត់អាចទោះបីជាគាត់អត់មានលទ្ធភាពទៅក្នុងការទៅរៀនគូឬក៏លក្ខខណ្ឌណាមួយដែលគាត់អាចទៅបានគាត់នៅតែអាចស្វ័យសិក្សានៅផ្ទះមើលឯកសារបន្ថែមមើលវីដេអូក្រសួងផ្សេងៗក៏គាត់នៅតែអាចប្រឡងជាប់បានដែរហើយគោលបំណងទី2នោះគឺគ្រាន់តែចង់ចែករំលែកសៀវភៅដែលខ្ញុំធ្លាប់បានអានកាលខ្ញុំរៀនទី12ហ្នឹងថាខ្ញុំអានសៀវភៅអីគេតែប៉ុណ្្នឹងទេហើយនៅត្រង់ចំណុចដែលបងប្អូនគាត់ប្រតិកម្មខ្លាំងបំផុតហ្នឹងគឺនៅត្រង់ចំណុចថាហេតុអីខ្ញុំរៀនរយៈពេល3ឆ្នាំប៉ុន្តែខ្ញុំអត់ចាំឈ្មោះលោកគ្រូអ្នកគ្រូស្ដែងខ្ញុំក៏ធ្លាប់មានលោកគ្រូអ្នកគ្រូឬក៏មិត្តភ័ក្តិអនុស្សាវរីយ៍ផ្សេងៗកាលខ្ញុំរៀននៅអនុវិទ្យាល័យកាលខ្ញុំនៅខេត្តនោះដែរខ្ញុំមានអនុស្សាវរីយ៍មានអីល្អៗដូចតែគ្នាទេបងប្អូនបន្ទាប់ពីចប់ត្រឹមទី9ដោយសារតែបញ្ហាលក្ខខណ្ឌគ្រួសារខ្ញុំក៏អត់សូវសមប្រកបឬក៏គាត់អត់មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ឲ្យខ្ញុំបន្តការសិក្សាខ្ញុំក៏បានឡើងមកភ្នំពេញម្នាក់ឯងដើម្បីបន្តការសិក្សាខ្ញុំដោយខ្ញុំគិតថាខ្ញុំអាចរកការងារក្រៅមកឬក៏ការងារអីបន្ថែមដើម្បីឲ្យខ្ញុំមានចំណូលក្នុងការរៀនបន្តវិទ្យាល័យរបស់ខ្ញុំទី12របស់ខ្ញុំនឹងព្រោះខ្ញុំចង់ឲ្យរៀនឲ្យចប់ចុងចប់ដើមដែរទោះបីជាគ្រូសាស្ត្រខ្ញុំក៏អត់មានលទ្ធភាពក៏ដោយក៏ខ្ញុំចង់ពុះពៀមកដោយខ្លួនឯងណាហើយពាក់ព័ន្ធជាមួយរឿងដែលខ្ញុំរៀន3ឆ្នាំហើយខ្ញុំអត់ចាំឈ្មោះគ្រូហ្នឹងក៏ដោយសារតែខ្ញុំចូលរៀនដំបូងហ្នឹងខ្ញុំទទួលបានបទពិសោធន៍ដ៏ល្អដោយសារខ្ញុំដូរពីខេត្តមកភ្នំពេញអញ្ចឹងវាថ្មីសម្រាប់ខ្ញុំអញ្ចឹងខ្ញុំទទួលបទពិសោធន៍ល្អតាំងពីថ្ងៃដំបូងអញ្ចឹងធ្វើឲ្យខ្ញុំដកជាប់អារម្មណ៍មួយហ្នឹងដែលពេលដែលខ្ញុំយករឿងហ្នឹងមកនិយាយម្ដងទៀតទៅធ្វើឲ្យខ្ញុំហ្នឹងមានអារម្មណ៍ថារៀងខឹងឬក៏បញ្ចេញអាកំហឹងដែលខ្ញុំលាក់ទុកការហ្នឹងមកឲ្យវាមកដែលខ្ញុំអាចបានគ្រប់គ្រងខ្លួនឯងកន្លែងហ្នឹងគឺជាកំហុសរបស់ខ្ញុំដែលខ្ញុំអាចបានរៀបពាក្យរៀបសម្ដែងជាបានសមរម្យហើយនិយាយទាំងកំហឹងដែលមានពីពេលហ្នឹងមកហ្នឹងទៅរហូតខ្ញុំបង្កើតទៅជាសារសម្លេងតែស្ដាប់ទៅគឺអត់សមរម្យតែសោះសម្រាប់មហាជនដែលគាត់ស្ដាប់មកគឺមានអារម្មណ៍គាត់សគីតិចខ្លាំងមែនតើអញ្ចឹងចំណុចនេះខ្ញុំចង់សុំទោសចេញពីកៅអៅបេះដូងរបស់ខ្ញុំតែម្ដងគឺខ្ញុំអត់មានចេតនាទេអញ្ចឹងជាចុងក្រោយខ្ញុំចង់សុំទោសខ្លាំងមែនតើទៅកាន់សំណាក់មហាជនលោកគ្រូអ្នកគ្រូបងប្អូនសិស្សានុសិស្សទាំងអស់គ្នាដែលខ្ញុំនិយាយទៅអត់សមរម្យតែសោះហើយខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាផ្ដល់ឱកាសខ្ញុំបានកែប្រែនៅកំហុសមួយហ្នឹងដើម្បីសិក្សារៀនសូត្របន្ថែមហើយអាចបន្តទៅមុខបានទៀតព្រោះខ្ញុំគឺជាមនុស្សដែលទទួលនៅពាក្យរិះគន់អត់អីទេបងប្អូនអាចមានមតិពិចារណាអីបងប្អូនអាចខមមិនមកលើខ្ញុំបានចឹងខ្ញុំនឹងយករាល់មតិបងប្អូនដែលបានខមមិននៅលើវីដេអូរបស់ខ្ញុំហ្នឹងទាំងមិនល្អឬក៏ល្អដែលគាត់ខមមិនឲ្យខ្ញុំនឹងយកមកអភិវឌ្ឍការគិតកែប្រែការគិតរបស់ខ្ញុំពិចារណាឡើងវិញមុននឹងធ្វើអីមួយខ្ញុំអត់ចង់ឲ្យមានកំហុសម្ដងទៀតទេខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនពុកម៉ែបងប្អូនទាំងអស់គ្នាពីខ្ញុំបាទឈិនរ៉ាឌីយណាបន្ទាប់ពីយុវជនរ៉ាឌីបានចេញមុខសុំទោសមហាជននិងលោកគ្រូអ្នកគ្រូជាសាធារណៈបែបនេះក៏មានមហាជនបានចូលខមមិនថាចរិតនិងនិស្ស័យតែប្រុងឆ្លើយគឺឆ្លើយហើយចេះសុំទោសទុកថាក្រាន់បើហើយសង្ឃឹមថាការសុំទោសចេញពីចិត្តតែបើគេលែងគាំទ្រកុំបន្ទោសគេគណៈបរិបទម្នាក់ទៀតបានខមមិនដែរថាខុសចេះកែប្រែជារឿងល្អប៉ុន្តែកុំសាងកំហុសដដែលមុននឹងនិយាយត្រូវគិតសិនពីព្រោះយើងជាអ្នកបង្កើតមាតិកាសម្ដីរបស់យើងវាអាចផ្ដល់ផលអវិជ្ជមានដល់បងប្អូនសិស្សានុសិស្សជាច្រើនជាពិសេសគឺមហាជនសូមជម្រាបថាកាលពីថ្ងៃទី20ខែមិថុនាឆ្នាំ2026អ្នកផលិតមាតិកាឈ្មោះរ៉ាឌីបានបង្ហោះវីដេអូមួយប្រវែងជាង3នាទីហើយក្នុងវីដេអូនោះគឺរ៉ាឌីបាននិយាយថាកុំឃើញខ្ញុំពាក់អាវសអញ្ចឹងគិតថាខ្ញុំនឹកជីវិតកាលនៅរៀនវិទ្យាល័យគឺអត់ទេអ្នកផលិតមាតិការូបនេះបាននិយាយថាកាលនៅរៀនវិទ្យាល័យគឺធុញបរិយាកាសនៅសាលាមែនទែនហើយជាពិសេសគឺធុញនឹងគ្រូនាយកគម្រាមកាត់សក់រាល់ថ្ងៃនិងបាននិយាយទៀតថារៀនវិទ្យាល័យ3ឆ្នាំហ្នឹងគឺមិនស្គាល់មិនចាំឈ្មោះគ្រូម្នាក់ទេព្រោះមិនចូលចិត្តគ្រូការលើកឡើងបែបនេះហើយទើបធ្វើឲ្យមហាជនប្រតិកម្មខឹងនឹងអ្នកផលិតមាតិការូបនេះជាខ្លាំង